តើបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃអាទិត្យព្រឹកអញ្ចឹងគឺយើងអាចទៅលេងទាំងអស់គ្នានៅផ្សារណាត់ខុនណយស៊ីចម្ភូណាបងប្អូនបងប្អូនខ្លះគាត់ប្រងខ្លាចអញ្ចឹងទៅគាត់ស្អីហ៊ានបើកតអញ្ចឹងយើងយកពើតនីយកទៅដើរលេងទាំងអស់គ្នាបងប្អូនតែគ្រាន់ថាឥឡូវហ្នឹងវាគេមានការរៀបបិទច្រកបិទអីអញ្ចឹងទៅគឺខ្មែរបងប្អូនខ្មែរដែលធ្លាប់យកសត្វព្រៃយកសត្វអីមកលក់ហ្នឹងណាគឺគាត់បានមកទេបើមកដែរអញ្ចឹងគឺកន្លងពេលហ្នឹងគឺមានតែត្រីមាន់សាច់អីធម្មតាអញ្ចឹងបងប្អូនហើយនិយាយទៅសូម្បីតែខ្ញុំហ្នឹងក៏ជាអ្នកលក់នៅហ្នឹងដែរតែគ្រាន់ថាតាំងពីមានបញ្ហារឿងកម្ពុជាថៃមកគឺខ្ញុំមកបានមកលក់ឲ្យបងប្អូនមកតដាលេងអញ្ចឹងនិយាយទៅមករាល់អាទិត្យហ្មងជឿថាបងប្អូនខ្មែរជាច្រើនហ្នឹងក៏បានស្គាល់ព្រោះពេលខ្ញុំលក់អញ្ចឹងគឺខ្ញុំឃើញបងប្អូនខ្មែរនៅឡុងគៀយើងមកច្រើនមែនទែនតែសម្រាប់បងប្អូនខ្លះដែលគាត់អត់ស្គាល់ផ្លូវគាត់អត់ធ្លាប់មកអញ្ចឹងគាត់ចង់ដឹងថាមកពីផ្លូវណាទៅតាមផ្លូវណាអញ្ចឹងគឺយើងជីកតាមអារ៉ាញ់មកនិយាយទៅបើខ្ញុំផ្ទះណាអារ៉ាញ់ខ្ញុំជីកតាមអារ៉ាញ់ហើយយើងទៅតាមវត្តកោះហ่าបងប្អូនជីកតាមវត្តកោះហើយមកដល់សាវែនហ្នឹងយើងបត់ទៅតាមសាវែនហ្នឹងទៅតាមផ្លូវសាវែនហ្នឹងទៅគឺចាក់មកត្រង់រហូតទៅគឺដល់ផ្សារហ្នឹងហើយបងប្អូនហើយសម្រាប់ផ្សារនេះដែរបងប្អូនគឺគេបើកនៅតាមចាំផ្លូវអញ្ចឹងទៅយើងជិះម៉ូតូក៏បានយើងចតម៉ូតូសិនហើយយើងចតដើរក៏បានដែរតែគ្រាន់ថាបើយើងចតម៉ូតូចតដើរគឺយើងអាចមើលដូចថាគ្រប់ជ្រុងជ្រោយអញ្ចឹងណាសម្រាប់ដូចខ្ញុំហ្នឹងជិះម៉ូតូនិយាយទៅទិញអត់សើបានទេបងប្អូនមកប្រហែលដងហើយបានតែនំរបស់កូនអីតិចតួចអីចឹងណាព្រោះយើងជិះម៉ូតូទៅដូចរបៀបថាជិះរឿងលឿនទៅមើលអត់សូវតន់ប្រហែលទេបងប្អូនហើយមួយយ៉ាងទៀតបងប្អូនខ្មែរដែលធ្លាប់យកសត្វព្រៃសត្វអីមកលក់ហ្នឹងគឺមួយរយៈដែលមានរឿងខ្មែរថៃហ្នឹងរឿងបិទច្រកបិទអីមកគឺលេងឃើញមកលក់អញ្ចឹងទៅអត់សូវមានអីឲ្យខ្ញុំទិញប្រហែលទេព្រោះខ្ញុំយកចិត្តញ៉ាំប្រភេទអញ្ចឹងច្រើនជាងសាច់ជ្រូកសាច់មាន់អីអញ្ចឹងណាបងប្អូនហើយបងប្អូនដែលគាត់លក់ហ្នឹងគឺថ្លៃកន្លែងអស់តែ10បាតតែ20បាតទេបើយើងរៀបធំនិយាយទៅគេគិត20បាតតែសម្រាប់បើយើងដាក់តែមួយតុកអញ្ចឹងគឺគេយកតែ10បាតទេបងប្អូនហើយសម្រាប់បងប្អូនខ្មែរខ្លះគាត់ចង់ដឹងថាមានខ្មែរមកលក់អត់គឺធម្មតាហ្នឹងមានខ្មែរមកលក់ហើយលក់បានធម្មតាបងប្អូនគ្រាន់ថាមានតាំងពីមានបញ្ហារឿងខ្មែរថៃទៅគឺមានការរើសអើងតិចតួចដែរសម្រាប់បុគ្គលខ្លះដែលគាត់ជាតិសាសនិយមអញ្ចឹងណាពេលដែលគាត់ចូលទិញហើយគាត់ដឹងថាអ្នកលក់នឹងជាជនជាតិខ្មែរគឺគាត់ទៅគោះបោះបោកអីឲ្យអ្នកទិញអីអញ្ចឹងឬក៏គាត់ដើរចេញឈប់ទិញអីអញ្ចឹងណាបងប្អូនតែនេះគឺតាមការស្ដាប់របស់ដែលគេនិយាយប្រាប់ខ្ញុំតមកដែរតែបងប្អូនព្រោះខ្ញុំបានជួបផ្ទាល់ខ្លួនឯងឯងព្រោះថាតាមមានបញ្ហាគឺខ្ញុំឈប់មកលក់ឲ្យជនជាតិថៃដែរគឺខ្ញុំនៅកវ៉ែតានូជីនលក់ឲ្យតែខ្មែរនឹងទៅប៉ារ៉ៃលក់ឲ្យតែខ្មែរអញ្ចឹងណាបងប្អូនអញ្ចឹងទៅខ្ញុំមិនសូវដឹងបញ្ហាការរើសអើងនឹងប្រហែលទេចាចុងក្រោយនេះដែរសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយប្រើជីវិតដោយការប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូនដោយសារពេលមួយរយៈពេលនេះគឺមានការឆ្លៀតឱកាសរបស់ជនមួយចំនួនដើម្បីកេងចំណេញពីស្ថានភាពបច្ចុប្បន្ននេះដើម្បីមកគោះប្រាក់ពីបងប្អូនខ្មែរយើងដែលរស់ស៊ីនៅឡុងគឿអញ្ចឹងទៅបងប្អូនកុំភ្លេចខលទៅលេខទូរស័ព្ទមួយនេះណានេះជាលេខទូរស័ព្ទដៃរបស់តำរวจខ្លងលើបងប្អូនទាំងអស់គ្នា